ថៃល្បីថាជាប្រទេសតែមួយគត់នៅក្នុងអាស៊ីអាគ្នេយ៍ដែលមិនធ្លាប់ទទួលនឹងការដាក់អាណានិគមពីមហាអំណាចនាសម័យនោះច្បាប់ខ្ញុំប្រាប់អ្នកថាឯករាជ្យដែលពួកគេទទួលបានគឺជាការបំភាន់ភ្នែកដែលបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នដោយរាជវង្សនាសម័យនោះខណៈពេលដែលប្រទេសជិតខាងកំពុងតែប្រយុទ្ធប្រឆាំងដើម្បីសេរីភាពរបស់ខ្លួនអិសរាជជនរបស់ថៃបានកំពុងលក់នៅទឹកដីរបស់ខ្លួននិងទ្រព្យសម្បត្តិយ៉ាងច្រើនដើម្បីដោះដូរទៅនឹងរាជវង្សក៏ដូចជាការរក្សាទៅនឹងរាជានិយមរបស់ខ្លួនឲ្យបានថិតថេរនេះមិនមែនជារឿងមួយដែលយើងនិយាយថាវាជាភាពក្លាហានទេក៏ប៉ុន្តែវាគឺជារឿងរ៉ាវដើម្បីរស់ដែលពួកគាត់ត្រូវតែបដូរសយាមនឹងត្រូវតែបដូរទោះបីជាចំណាយប៉ុណ្ណាក៏ដោយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីមូលហេតុខ្លះៗដែលសយាមរួចផុតពីការដាក់អាណានិគមពីមហាអំណាចនាសម័យនោះនិងចំណុចខ្លះដែលពួកគេបានបាត់បង់ដើម្បីការដោះដូរនៅឯករាជ្យអញ្ចឹងមកស្ដាប់ទាំងអស់គ្នាថាតើសយាមនេះកលិចប៉ុណ្ណាអញ្ចឹងនៅចុងនៃសតវត្សទី19អង់គ្លេសបានដាក់អាណានិគមទៅលើភូមានិងម៉ាឡេស៊ីនៅផ្នែកខាងត្បូងនៃសយាមចំណែកឯបារាំងក៏ដាក់អាណានិគមទៅលើឥណ្ឌូចិនដែលមានប្រទេសកម្ពុជាយើងឡាវនិងវៀតណាមហើយដោយសារតែអង់គ្លេសនិងបារាំងជាគូប្រជែងហើយបារាំងតែងតែទទូចសុំឲ្យបែងចែកសយាមជាពីរទើបនៅឆ្នាំ1896មហាអំណាចទាំងពីរចុះហត្ថលេខាព្រមព្រៀងឲ្យសយាមនឹងជាតំបន់ឯករាជ្យនិងជាតំបន់ទំនាប់រវាងមហាអំណាចទាំងពីរអញ្ចឹងមានន័យថាប្រទេសទាំងពីរហ្នឹងគាត់អត់ចង់ឲ្យមានជាប់របៀបថាព្រំដែនគ្នាកុំឲ្យពិបាកដូចរឿងយើងព្រំដែនអញ្ចឹងគាត់យកប្រទេសណាមួយឬក៏តំបន់នឹងមួយជាតំបន់សដែលមិនបាច់ភ័យក្នុងការប្រឈមមុខគ្នាដោយត្រង់អញ្ចឹងសយាមនឹងវាកលិចកលុចដែលវាយកខ្លួនវាជាអញ្ចឹងវារួចខ្លួនម្ដងនៅក្នុងសម័យហ្នឹងអញ្ចឹងណាមួយទៀតដោយឥទ្ធិពលរបស់មហាអំណាចទាំងពីរនៅក្នុងសម័យហ្នឹងវាខ្លាំងហើយអរិយធម៌គេខ្លាំងអញ្ចឹងគេមានការដាក់អាណានិគមទៅលើប្រទេសដែលមានអរិយធម៌ទាបជាងសយាមនាសម័យនោះជាពិសេសគឺនៅក្នុងសម័យរាមាទី5និងទី6បានខំកែប្រែក៏ដូចជាធ្វើទំនើបកម្មទៅលើប្រទេសរបស់ខ្លួនដោយការលុបបំបាត់នៅទេសភាពខ្ញុំអានអត់ច្បាស់ទេសភាពមានន័យថាភាពជាទេសកលឬយើងនិយាយថាវណ្ណៈទេសកលព្រោះសម័យហ្នឹងគេហៅបាវព្រាវហ្នឹងដែលថាមកនៅមហូបបានតបាយហូបទេអត់បានប្រាក់បានអីហើយត្រូវនៅបំរើគេតកូនតចៅអញ្ចឹងហ្នឹងហើយលុបបំបាត់អាហ្នឹងចោលហើយសាងសង់ផ្លូវរទេះភ្លើងធ្វើនៅរចនាសម្ព័ន្ធចាប់ផ្ដើមទទួលនៅការអប់រំតាមបែបបច្ឆិមប្រទេសកែលម្អស្ថាប័នយុត្តិធម៌ធ្វើមជ្ឈការប្រព័ន្ធរដ្ឋបាលតាមបែបអឺរ៉ុបជាដើមឡាក់ដោយមូលហេតុនេះហើយទៅប្រទេសទាំងពីរហ្នឹងឃើញថាសយាមគេខំប្រឹងធ្វើខ្លួនជាប្រទេសដែលរបៀបថាមានអរិយធម៌ហ្មងដែរទោះវាមិនតខ្ពស់ប៉ុន្តែឃើញថាមានការនេះដែរអញ្ចឹងអត់អីទុកវាជាតំបន់ទំនាប់ហើយក៏កុំទៅមិនបាច់ទៅប៉ះពាល់វាទុកវាអញ្ចឹងចុះប៉ុន្តែនៅក្នុងចំណុចនេះសយាមខ្លួនឯងក៏ត្រូវចំណាយថវិកាច្រើនមែនតើចំណាយថវិកាពីឃ្លាំងជាតិច្រើនមែនតើដើម្បីធ្វើអានឹងអញ្ចឹងណាដើម្បីបិទបាំងគេថាអូយអភិវឌ្ឍទៅតាមប្រទៅគឺមិនទេរលួយខ្លងដូចគ្នាទេចំណុចមួយទៀតនោះស្ដេចសៀមនិងមន្ត្រីរបស់សៀមឬក៏សយាមនៅពេលនោះគឺបកែបំផុតគឺរឿងរេតាមខ្យល់បក់តាណាគឺរេតាមនឹងព្រោះរិសាដឹងថាខ្លួនឯងមិនអាចយកឈ្នះជាមួយនឹងមហាអំណាចបានទេអញ្ចឹងដើម្បីថែរក្សាវាំងក៏ដូចជាអំណាចរបស់សៀមកដាលនឹងគឺបាងកកនឹងឲ្យបានថិតថេរនឹងគឺពួកគេយកព្រមលះបង់ការគ្រប់គ្រងទៅលើដីជាច្រើនកន្លែងនៅចន្លោះ1867ដល់ឆ្នាំ1909ដែលប្រហែលជា 50% នៃផ្ទៃដីសរុបដែលពួកគេមានឥទ្ធិពលឬក៏កាន់កាប់ដែលប្រមាណជាចន្លោះពី120,000 គីឡូម៉ែត្រការ៉េទៅ480,000 គីឡូម៉ែត្រការ៉េនាសម័យនោះដែលបើយើងគិតទៅគឺដែលបច្ចុប្បន្នហ្នឹងគឺជាផ្នែកខ្លះនៃកម្ពុជាហើយនិងភាគខ្លះនៃឡាវក៏ដូចជាភាគខ្លះនៃម៉ាឡេស៊ី
ផងដែរដែលឲ្យទៅអង់គ្លេសហ្នឹងហើយចំណុចដែលសយាមឈឺចាប់បំផុតគឺកើតមាននៅក្នុងឆ្នាំ1893ដែលបារាំងពេលនោះគឺបានយកនាវាចម្បាំងហ្នឹងចូលតាមចុះពីសមុទ្រចូលតាមចៅភระយាហ្នឹងរហូតទៅដល់ជិតវាំងហ្នឹងតែម្ដងហើយតម្រង់កណ្ដុងបំបែកណ្ដុងហ្នឹងទៅកាន់វាំងរបស់សៀមនាសម័យនោះអញ្ចឹងដោយបង្ខំឲ្យសៀមហ្នឹងត្រូវយកលុយមកលួសដែលពេលនោះហើយដែលរបៀបថាស្ដេចសៀមរាមាទី5ហ្នឹងគឺស្លន់ស្លោមែនតើហើយក៏ទៅយកលុយនៅថង់ក្រហមលុយថង់ក្រហមនេះគឺជាលុយដែលជីតាឬក៏រាមាទី3ហ្នឹងបានសន្សំទុកឲ្យពួកដឹងថាប្រទេសហ្នឹងប្រកាសជាមានរឿងអញ្ចឹងខំប្រឹងសន្សំលុយដែលរកបានពីការរកស៊ីជាមួយនឹងពួកជនជាតិគេអីហ្នឹងខំប្រឹងជាមួយនឹងចិនជាមួយនឹងអីហ្នឹងខំរកដើម្បីទុកនៅក្នុងថង់ក្រហមហ្នឹងគឺនិយាយសួរស្ដាប់គឺលុយសម្រាប់លួសប្រទេសកុំអីសៀមនឹងក៏ត្រូវបាត់បង់ធំនៅក្នុងសម័យនឹងដែរ1893នឹងហើយបន្ទាប់ពីហ្នឹងដោយខ្លាចការឈ្លានពានពីមហាអំណាចនិងដើម្បីរក្សានៅទង់សយាមឲ្យនៅតែឈរបានហ្នឹងគឺសយាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង1855ឆ្នាំ1855ជាមួយអង់គ្លេសដែលចែងថាជនបរទេសដែលនៅក្នុងសយាមធ្វើខុសគឺមិនបាច់គោរពនៅច្បាប់របស់សយាមទេគឺត្រូវស្ថិតនៅក្រោមកុងស៊ុលមានន័យថានៅពេលដែលគេធ្វើខុសគឺសយាមមានសិទ្ធិដាក់ទោសទេគឺត្រូវរុញទៅឲ្យខាងអង់គ្លេសខ្លួនឯងជាអ្នកដាក់ទោសអញ្ចឹងនេះគឺជាចំណុចមួយដែលមើលងាយឬក៏ធ្វើឲ្យប្រព័ន្ធតុលាការឬក៏ប្រព័ន្ធច្បាប់របស់សយាមគឺអន់ខ្សោយខ្លាំងមែនទែនហើយគ្មានអំណាចអ្វីទាំងអស់ទៅលើជនបរទេសហើយមួយទៀតសយាមត្រូវគិតពន្ធនៅក្នុងអត្រាមួយដែលទាបសម្រាប់ការរកស៊ីជាមួយបរទេសឬក៏ប្រមាណតែ 3% ប៉ុណ្ណោះហើយអត់អាចតម្លើងដល់អត្រាពន្ធនឹងបានទេអញ្ចឹងនេះបង្ហាញឲ្យឃើញពីឥទ្ធិពលរបស់លោកខាងលិចទៅលើសេដ្ឋកិច្ចរបស់សយាមហើយមួយចំណុចទៀតគឺការបើកដៃឲ្យជនបរទេសហ្នឹងឬក៏មហាអំណាចហ្នឹងរកស៊ីនិងប្រើប្រាស់ទៅលើវត្ថុធាតុដើមនៅក្នុងសយាមបានយ៉ាងងាយស្រួលអញ្ចឹងចុងក្រោយបំផុតគឺតកតងជាមួយនឹងការប្រើប្រាស់អំណាចមជ្ឈិមគឺដោយសារទៅនៅមុនសម័យអាណានិគមហ្នឹងសយាមគ្រប់គ្រងប្រទេសហ្នឹងបែបជាប្រទេសដែលមានអំណាចហើយគ្រប់គ្រងទៅលើប្រទេសដែលអន់សោយជាងអញ្ចឹងណាហ្នឹងហើយនៅពេលដែលប្រទេសដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ប្រទេសហ្នឹងគឺត្រូវនាំនៅសួយសារកទៅកាន់សយាមជារៀងរាល់ឆ្នាំអីចឹងទៅហ្នឹងហើយអញ្ចឹងនៅក្នុងពេលហ្នឹងដែលដឹងថាការគ្រប់គ្រងរបស់ប្រភេទបែបអាណានិគមហ្នឹងគឺគេត្រូវមានដីមានអីមានព្រំដែនមានអីច្បាស់លាស់អញ្ចឹងសយាមដឹងថាបើសិនជានៅតែគ្រប់គ្រងតាមបែបចាស់របស់ខ្លួនឯងហ្នឹងណាដីនឹងបាត់តែម្ដងអញ្ចឹងគឺខិតខំចុះហត្ថលេខាជាមួយនឹងបារាំងគឺដំបូងហ្នឹងគឺគេផ្លាស់ប្ដូរការគ្រប់គ្រងសិនមកជាការគ្រប់គ្រងបែបមជ្ឈិមមានន័យថាការគ្រប់គ្រងបែបកណ្ដាលគឺឲ្យរដ្ឋបាលទាំងអស់ទៅនៅចេញពីបាងកកមកហើយបន្ទាប់ពីហ្នឹងគឺមានការវាស់វែងក៏ដូចជាការកំណត់នៅព្រំដែនគោកក៏ដូចជាព្រំដែនទឹកច្បាស់លាស់ដោយដែលយើងឃើញដែលយើងកំពុងតែប្រានក្នុងចំនួនព្រំដែននេះដូចគ្នាគឺកើតចេញពីហ្នឹងអញ្ចឹងបើសិនជាក្នុងពេលនោះសយាមអត់បានធ្វើជាមួយបារាំងទេសយាមក៏អាចនឹងបាត់ដីច្រើនឲ្យទៅអាណានិគមដែរតែដោយសារតែភ័យខ្លួនអញ្ចឹងឲ្យខិតខំធ្វើហើយចំណុចមួយទៀតអានេះជាចំណុចតខ្លួនខ្ញុំគិតឃើញព្រោះដោយសារនៅក្នុងសម័យបុរាណនៅពេលដែលគេច្បាំងគ្នាឬក៏អីអញ្ចឹងគឺគេអត់បានចង់បាននៅទឹកដីទេព្រោះដោយសារគេដឹងថាទឹកដីវាធំហើយអត់អាចធ្វើលបងបានទេតែអ្វីដែលគេចង់បានទស្សនៈរបស់មនុស្សសម័យនោះមានន័យថា perspective របស់គេចង់បានអ្វីគេចង់បានសម័យនោះគឺទ្រព្យសម្បត្តិក៏ដូចជាពិសេសបំផុតគឺមនុស្សព្រោះនៅពេលដែលមានមនុស្សគឺមានទ្រព្យមានមនុស្សគឺមានគ្រប់យ៉ាងអញ្ចឹងនៅពេលដែលគេវាយគេច្បាំងបានគឺគេប្រមូលតែមនុស្សទឹកដីគេអត់ខ្វល់ទេប៉ុន្តែនៅក្នុងបច្ចុប្បន្ននៅពេលដែលកំណើនមនុស្សកាន់តែច្រើនអីកាន់តែច្រើនអញ្ចឹងគេចាប់ផ្ដើមពិភពលោកក៏ដូចជា trend របស់ពិភពលោកហ្នឹងបានផ្លាស់ប្ដូរអញ្ចឹងមនុស្សត្រឡប់ទៅរកការរបៀបថាឲ្យតម្លៃទៅលើវត្ថុសិល្បៈឬក៏អីអញ្ចឹងគឺធ្វើឲ្យប៉ះពាល់ថាដីត្រង់នេះមានវត្ថុសិល្បៈដីត្រង់នេះមានរ៉ែដីត្រង់នេះមានអីអញ្ចឹងយើងត្រូវយកដីខែអានេះគឺជាការផ្លាស់ប្ដូរនៃរបត់គំនិតរបស់មនុស្សខុសប្លែកពីសម័យនោះដែលគេយកតែមនុស្សទេច្បាំងគ្នាច្បាំងមនុស្សច្បាំងគ្នាយកមនុស្សអញ្ចឹងណាដើម្បីព្រោះមនុស្សវាជាកម្លាំងសម្រាប់ការអភិវឌ្ឍរបស់ប្រទេសអញ្ចឹងបន្តទៀតទោះបីជាសយាមហ្នឹង
គាត់ព្យាយាមធ្វើឲ្យប្រទេសខ្លួនឯងមានភាពជឿនលឿននឹងមិនបាត់បង់ឯករាជ្យក៏ដោយប៉ុន្តែរដ្ឋាភិបាលរបស់សយ៉ាមនៅពេលនោះគឺត្រូវពឹងពាក់ទៅលើជនជាតិអឺរ៉ុបទាំងអស់ដើម្បីដឹកនាំដូចជាការប្រឹក្សាទូទៅហ្នឹងជាជនជាតិបែលហ្សិកហើយមេត្រួតឬក៏ប៉ូលីសហ្នឹងមេតម្រួតហ្នឹងជាអង់គ្លេសហើយអ្នកប្រឹក្សាច្បាប់ហ្នឹងជាបារាំងឬក៏អាមេរិកជាដើមអញ្ចឹងទាំងនេះបង្ហាញឲ្យឃើញពីអំណាចដែលបែកខ្ញែកទៅជនបរទេសនឹងធ្វើឲ្យប្រទេសមិនសូវជារឹងមាំដូចរូបរាងដែលយើងបានឃើញទេខាងលើមិនដែលខ្ញុំរៀបរាប់ហ្នឹងគឺជាចំណុចកលិចក៏ដូចជាអ្វីដែលធ្វើឲ្យសយ៉ាមហ្នឹងរួចផុតពីការដាក់អាណានិគមគឺព្រមគ្រប់យ៉ាងអញ្ចឹងត្រង់ចំណុចខាងក្រោមនេះខ្ញុំនឹងរៀបរាប់នេះវាគឺជា extra ប៉ុន្តែវាគឺជាអ្វីដែលអ្នកនរគ្នាអាចនឹងទទួលយកស្ដាប់ដើម្បីដឹងកុំឲ្យពេលដែលគេនិយាយទៅយើងអត់ដឹងសោះអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងនិយាយពីការបាត់បង់ដីរបស់សយ៉ាមឲ្យទៅបារាំងខ្លីៗเนาะអញ្ចឹងនៅក្នុងឆ្នាំ1867សយ៉ាមបោះបង់ភាពជាអាណាព្យាបាលទៅលើភ្នំពេញគឺកម្ពុជារបស់យើងព្រោះដោយសារពេលហ្នឹងបារាំងមកដាក់អាណានិគមហីអញ្ចឹងអស់សិតហើយអញ្ចឹងត្រូវតែដកត្រឡប់ទៅវិញប៉ុន្តែនៅក្នុងឆ្នាំដដែលនឹងដែរដកទៅពីភ្នំពេញប៉ុន្តែនៅរក្សានៅបាត់ដំបងនិងសៀមរាបមានន័យថានៅតែមានឥទ្ធិពលទៅលើបាត់ដំបងនិងសៀមរាបនៅឡើយហើយនៅឆ្នាំ1883យើងហៅថាទឹកដីស៊ីបសងជក់ថៃដែលមានឡាវនិងវៀតណាមខ្លះណាហើយនៅឆ្នាំ1893បន្ទាប់ពីបារាំងការៀមនៅវុកមុខវាំងដែលខ្ញុំនិយាយខាងលើត្រូវយកលុយមកលួសប្រទេសនឹងហើយបើកថងក្រហមលួសប្រទេសហើយសយ៉ាមត្រូវបង្ខំចិត្តបោះបង់ការកាន់កាប់នៅត្រៃខាងកើតនៃទន្លេមេគង្គហើយត្រូវបង់ប្រាក់2លានហ្វ្រង់ដូចគ្នាហើយនៅក្នុងឆ្នាំ1904និង1907ហ្នឹងគឺបាត់បង់ដីឡាវមួយចំនួនធំដែលខ្លួនកាន់កាប់នៅត្រៃខាងលិចទន្លេមេគង្គខ្លះទៀតណានេះមុនខាងនេះណាបាត់ហើយខាងឆ្វេងនេះចាប់ដើមថយបោះបង់បានច្រើនទៀតព្រោះដោយសារបារាំងទានិងបាត់បង់សៀមរាបស៊ីសុផុនក៏ដូចជាបាត់ដំបងគឺមានន័យថាដីបាត់ដំបងដីសៀមរាបនិងដីស៊ីសុផុនរបស់យើងហ្នឹងគឺបានមកវិញនៅក្នុងដូចជាចន្លោះឆ្នាំ1906 1907បើខុសចាំជួយកែខ្ញុំផងណាក្នុងចន្លោះឆ្នាំហ្នឹងគឺមុនពេលដែលគេធ្វើនៅផែនទីហ្នឹងបន្ទាប់ពីបាត់បង់បារាំងហើយក៏មានការបាត់បង់ទៅឲ្យអង់គ្លេសដូចគ្នាដែលបាត់បង់ដល់អង់គ្លេសហ្នឹងគឺឆ្នាំ1892គឺបាត់បង់រដ្ឋសានហ្នឹងគឺជាបច្ចុប្បន្នគឺជាផ្នែកមួយនៃមីយ៉ាន់ម៉ាដ៏ធំហើយឆ្នាំ1909គឺមានខេត្ត4ទៀតដែលនៅខាងត្បូងនៅប៉ែកខាងត្បូងនៃសយ៉ាមជាប់នឹងម៉ាឡេស៊ីដែលមានកេដាស់កាឡាំងតាំងតារាំងកានូនិងប៉ូលីសទឹកដីដែលបានបាត់បង់ភាពជាអាណាព្យាបាលឲ្យទៅមហាអំណាចនាសម័យហ្នឹងគឺបង្កើតជាដំបៅយ៉ាងជ្រៅសម្រាប់ជនជាតិសៀមនាពេលនោះជាពិសេសសម្រាប់អ្នកជាតិនិយមដែលវាជាមូលហេតុឬក៏ជាសារសម្រាប់អុចឲ្យឆេះនៅចលនាជាតិនិយមផងដែរនៅពាក់កណ្ដាលសតវត្សទី20ហើយជាង2ទសវត្សរ៍ក្រោយមកក្នុងឆ្នាំ1930ដល់40ហ្នឹងអ្នកដឹកនាំជំនាន់ក្រោយដែលយើងស្គាល់ឈ្មោះថាផ្លែកពិបុលសង្គ្រាមហ្នឹងបានយកការបាត់បង់នេះដើម្បីបញ្ឆេះនៅចលនាជាតិនិយមនាសម័យនោះដោយអ្នកនយោបាយរូបនេះបានបណ្ដុះគំនិតថាទឹកដីដែលបានបាត់បង់ហ្នឹងគឺត្រូវបានលួចដោយអឺរ៉ុបពួកជាតិនិយមនាពេលនោះចង់ឲ្យសយ៉ាមដែលនិយាយថៃទាំងឡាយនៅក្នុងដីដែលបាត់បង់នោះមករួមគ្នាម្ដងទៀតជាអាណាចក្រថៃអញ្ចឹងនៅក្នុងឆ្នាំ1939ប្រទេសសយ៉ាមបានធ្វើបដិវត្តន៍ហើយផ្លាស់ប្ដូរឈ្មោះខ្លួនឯងពីសយ៉ាមទៅជាថៃដោយសពថ្ងៃនេះដើម្បីបន្ថែមនូវឥទ្ធិពលក៏ដូចជាចង់ឲ្យពួកសយ៉ាមដែលនិយាយថៃនៅលើទឹកដីផ្សេងៗដែលបាត់ទៅហ្នឹងណាងើបមកបះបោហើយចូលរួមជាមួយខ្លួនម្ដងទៀតក្នុងសង្គ្រាមលោកលើកទី2 1940នៅពេលដែលបារាំងអន់ថយថៃឃើញថាជាឱកាសល្អទើបវាយបកបារាំងនៅលើឥណ្ឌូចិនបានផ្នែកខ្លះនៃឡាវនិងខ្មែរហើយព្រមទាំងការជួយពីជប៉ុនផងនៅសម័យនោះព្រោះដោយសារជប៉ុនរងគេឈ្នះសង្គ្រាមហ្នឹងហើយអញ្ចឹងគេបានទៅវិញនៅបាត់ដំបងនិងសៀមរាបនៅក្នុងសង្គ្រាមលោកលើកទី2ប៉ុន្តែនៅពេលដែលបញ្ចប់នៃសង្គ្រាមលោកលើកទី2ជប៉ុនចាញ់ទើបដីទាំងប្រមាណដែលបានពីខ្មែរយើងនៅពេលក្រោយនេះត្រូវបានប្រគល់មកឲ្យម្ចាស់ដើមវិញ
ហើយក៏សពថ្ងៃគឺជាផែនទីដូចសពថ្ងៃនេះអ្វីដែលគួរឲ្យឈឺចាប់គឺសពថ្ងៃសៀមនៅតែបង្រៀនកូនចៅថាពួកគេបានបាត់បង់ដីរហូតដល់ទៅ14ដងហើយដែលនេះគឺវាបង្កើតជារបួសស្នាមសម្រាប់ជាតិនិយមរបួសជាតិនិយមហ្មងហើយពួកគេតែងតែលើកដំកើងនិងមានអំណួតថាអ្នកដែលរស់នៅបានរហូតមិនដែលនៅក្រោមអាណានិគមរបស់ប្រទេសណាមួយគឺជាប្រទេសតូចតែឆ្លាតហើយមានឥទ្ធិពលនោះគឺខ្លួនឯងអរគុណច្រើនសម្រាប់ការដែលស្ដាប់ហើយចុងក្រោយសម្រាប់ខ្ញុំអ្វីដែលពួកគេធ្វើហ្នឹងគឺបង្រៀនឲ្យកូនចៅមិនស្គាល់ពីការពិតហើយលើកដំកើងខ្លួនឯងនិងមើលងាយជាតិសាសន៍ដទៃហើយការបង្រៀនបែបនេះវាបង្កើតបាននៅប្រជាជនដែលមានភាពជ្រុលនិយមនិងបង្កភាពជាអរិជាមួយនឹងប្រទេសដទៃក៏ដូចជាប្រទេសជិតខាងខ្លួនដោយសារតែអំណួតរបស់ខ្លួនឯងហើយចុងក្រោយសម្រាប់ការខ្វះខាតនៅត្រង់ចំណុចណាអ្នកនរគ្នាអាចជួយកែប្រែនៅក្នុង comment ខាងក្រោមហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូលម្អិតបន្ថែមទៅលើទី1គឺការដូរឈ្មោះពីសយាមទៅថៃខ្ញុំនឹងនិយាយលម្អិតពីចំណុចហ្នឹងហើយនឹងចំណុចមួយទៀតដែលខ្ញុំមានក្នុងចិត្តដែរគឺការបាត់បង់ដីទាំង14ដងរបស់សៀមហ្នឹងដែលគេនិយាយហ្នឹងថាតើនៅត្រង់ចំណុចណាខ្លះហើយបាត់របៀបណាអញ្ចឹងអ្នកនរគ្នាអាចជួយ comment ប្រាប់ផងចុងក្រោយវីដេអូនេះខ្ញុំនឹងការអ្នកនរគ្នាបានទទួលនៅវាថាចំណេះដឹងឬក៏ការយល់ដឹងថ្មីតិចតួចពីខ្ញុំព្រោះដោយសារខ្ញុំក៏អត់មែនជាអ្នកប្រវត្តិសាស្ត្រដែលជំនាញឬក៏អីដែរប៉ុន្តែអានេះ disclaimer មកលឿនថាចង់ចែករំលែកហើយអ្វីខ្ញុំយកបានគឺ Google ខ្លះសភៅខ្លះនិងពី source ផ្សេងៗមកខ្លះហើយខ្ញុំអានទៅខ្ញុំយល់ប៉ុណ្ណាខ្ញុំយកមកចែករំលែកប៉ុណ្ណឹងហើយខ្ញុំគិតថានៅពេលដែលខ្ញុំជាអ្នកដែលមិនមែនជាអ្នកវិទ្យាការឬក៏អ្នករបៀបថាអ្នកបច្ចេកទេសទៅចែករំលែកអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអាចងាយនឹងយល់ព្រោះដោយសារខ្ញុំប្រើប្រាស់ពាក្យពេចន៍ដែលវាថាយើងអាចនិយាយគ្នាបានងាយស្រួលអញ្ចឹងអូខេអរគុណច្រើនសម្រាប់ការស្ដាប់មកដល់ចុងបញ្ចប់ហើយមិនម៉េចចាំ comment ប្រាប់ផងជួបគ្នាវីដេអូក្រោយអរគុណបាទ